គម្លាតសង្គមកាន់តែធំធ្វើឲ្យសមាជិកសង្គមកាន់តែឃ្លាតឆ្ងាយពីគ្នាគម្លាតសង្គមវាកើតចេញពីការមើលគ្នារវាងអ្នកមាននិងអ្នកក្រមិនតែនៅស្រុកខ្មែរយើងទេនៅប្រទេសណាក៏ដូចគ្នានេះបើសិនណាជាអ្នកមានកាន់តែមានអ្នកក្រកាន់តែក្រពេលនោះអ្នកមាននិងអ្នកក្រនៅឆ្ងាយគ្នាអញ្ចឹងដើម្បីឲ្យសង្គមកុំឲ្យខ្លាចគ្នាតើធ្វើម៉េចឲ្យពីរនឹងងាកមករកចិត្តគ្នាមានន័យថាមានធនធានប្រហែលគ្នាកុំឲ្យមានពេកទៅអាអ្នកក្រនោះក្រពេកទៅវាវេទនាយើងឃើញទេនៅពេលដែលអ្នកមាននៅក្នុងប្លុកជាមួយនឹងអ្នកក្រគាត់ធ្វើលបងផ្ទះគាត់ខ្ពស់ហ្នឹងទៀតចូលមួយដែរណាទី2គាត់ដាក់កាមេរ៉ាជុំវិញផ្ទះគាត់ទី3គាត់ដើរភ្លើងជុំវិញផ្ទះគាត់ព្រោះគាត់ខ្លាចគាត់ការពារសុវត្ថិភាពរបស់គាត់ធៀបចូលមួយក្នុងចំណោមធៀបចូលផ្សេងដទៃទៀតអញ្ចឹងធ្វើម៉េចដើម្បីឲ្យសង្គមយើងទុកចិត្តគ្នាគឺមានទុនធានប្រហែលគ្នាផ្ដល់យុត្តិធម៌សង្គមដូចគ្នាធានាបាននៅសុវត្ថិភាពសាធារណៈសម្រាប់ភ្នប់សាធារណៈដូចគ្នាពេលនោះសង្គមលេងខ្វល់រឿងនេះយើងឃើញប្រទេសគេជឿនលឿនមួយចំនួនគេមិនតឹងធ្វើលបងខ្ពស់លបងគេការពារតែសัตว์ធំឆ្កេះហើយគេមើលគេធម្មតាខ្ញុំមិនដែលទៅប្រទេសគេទេណាក៏តែខ្ញុំមើលឯកសារមើលអីផ្សេងអញ្ចឹងទៅបាទអញ្ចឹងសង្គមយើងវានឹងរស់នៅស្រួលបើសិនបើធនធានប្រហែលគ្នានឹងអាចគេមិនហាមឃាត់ទេអ្នកណាចូលក៏បានឧទាហរណ៍ថាហាង hamburger មួយឧទាហរណ៍ណាចូលក៏បានទេប៉ុន្តែសួរអ្នកក្រចូលអត់ចុះអត់មានធនធានសម្រាប់ចូលអញ្ចឹងដើម្បីឲ្យវាស្រួលគឺធ្វើម៉េចឲ្យគម្លាតរមាននឹងអ្នកក្រនោះចូលមកគៀកគ្នាហ្នឹងអារឿងលុយហ្នឹងណាកុំនិយាយតែរឿងសមាជិកសង្គមសូម្បីតែប្តីប្រពន្ធមិត្តភ័ក្តិហ្នឹងក៏ដោយខ្ញុំនិយាយរឿងមិត្តភ័ក្តិមុនចុះមិត្តភ័ក្តិណាមួយក្រុមណាមានជាងតែអ្នកដែលមិនសូវមានទុនធានមិនសូវដើរចូលទេខ្លាចគេហើយអ្នកធំអ្នកមានក៏មិនសូវមកក្បែរអ្នកក្រខ្លាចទាំងប៉ៅតែរហូតក្នុងចិត្តនឹងលួចគិតចឹងប្តីប្រពន្ធក៏ដូចគ្នាដែរសង្គមយើងមើលឃើញសពថ្ងៃណាហើយយើងមិនទៅបន្ទោសនារីទេណាហ្នឹងហើយកុំបន្ទោសគាត់ព្រោះគាត់ក៏មានទុកលំបាករបស់គាត់ដែរគេថានារីរឹងមាំលេងប្តីណាដោយសារមាននារីខ្លះទៅមិនមែនទាំងអស់ទេមាននារីខ្លះហ្នឹងទៅគាត់រស់ស៊ីមានបានក៏រកលុយបានច្រើនប្តីគាត់អត់មានចំណូលប្រហែលគាត់ចាប់ផ្ដើមបាត់បង់នៅអា critical thinking ទៅវិតម្លៃប្តីគាត់ទៀបយើងលេងប្តីគាត់ចោលទៅបុរសខ្លះក៏អញ្ចឹងដែរហ្នឹងហើយឃើញប្រពន្ធគេរស់ស៊ីមានបានងាកមើលប្រពន្ធខ្លួនឯងចុះវាអត់មានលុយរកចំណូលអត់បានអញ្ចឹងទៅកម្មករចុះឡើងក៏លេងលះគ្នាអញ្ចឹងទៅនឹងប្តីប្រពន្ធដែលយកលុយជាគោលធាតុមួយក្នុងចំណោមធាតុដតីផ្សេងទៀតប៉ុន្តែសម្រាប់ប្តីប្រពន្ធដែលគេអត់ខ្វល់អំពីរឿងហ្នឹងប្តីរកលុយតិចក៏ប្តីជាប្តីប្រពន្ធរកលុយតិចក៏នៅតែជាប្រពន្ធពីព្រោះការចាប់ផ្ដើមមកវារទេអញ្ចឹងក៏រស់នៅជាមួយគ្នាយ៉ាងសុខដុមរមនារហូតដល់ចាស់ដង្ហើមចុងក្រោយរៀងខ្លួនអញ្ចឹងទៅបាទអញ្ចឹងធ្វើម៉េចឲ្យគម្លាតនឹងវាចូលគ្នាវិញណាកុំឲ្យវាឆ្ងាយគ្នាពេកណាមិត្តភ័ក្តិតលេងរាប់អានគ្នាលេងទៅតាក់ទងគ្នាបាយគ្នាប្តីប្រពន្ធលេងសូវនិយាយចូលគ្នាក៏បាយគ្នាមានមូលហេតុថាអស់មโนចេតនាបាត់បង់នៅគោលបំណងនៃអាពាហ៍ពិពាហ៍ច្បាប់គេមានកំណត់ថាហ្នឹងវាជាមូលហេតុនៃការលេងលះដែរ